សូមគោរពនឹងជម្រាបសួរប្រិយមិត្តទស្សនិកជនទាំងអស់គ្នាបន្ទាប់ពីយើងបានឆ្វេងយល់ពីខ្នាតប្រវែងបុរាណរួចមកថ្ងៃនេះខ្ញុំសូមនាំអារម្មណ៍បងប្អូនមកស្វែងយល់បន្ថែមអំពីខ្នាតរង្វាស់ទម្ងន់បុរាណខ្មែរម្ដងដែលជាប្រាជ្ញាញាណដ៏ឆ្លាតវៃរបស់ដូនតាយើងតើខ្នាតអ្វីខ្លះនោះសូមអញ្ជើញទស្សនាជាមួយខ្ញុំបានដូចតទៅទី1ខ្នាតសម្រាប់ថ្លឹងមាសប្រាក់ឬក៏ថ្នាំបុរាណជាដំបូងខ្ញុំសូមបង្ហាញជូននៅខ្នាតទម្ងន់តូចៗដែលដូនតាយើងនិយមប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្មមាសប្រាក់និងបុរាណឱសថបុរាណទី1មួយហ៊ុនមានទម្ងន់ប្រហាក់ប្រហែលទៅនឹង 0.372 ក្រាម1 G ស្មើនឹង10ហ៊ុនប្រហែលទម្ងន់ 3.75 ក្រាម1តម្លឹងស្មើនឹង10 G ប្រហែល 37.5 ក្រាមទី2ខ្នាតទូទៅសម្រាប់ការដោះដូរទំនិញប្រចាំថ្ងៃងាកមកមើលខ្នាតទម្ងន់ទូទៅដែលប្រើសម្រាប់ពណ៌ថ្លឹងបន្លែបង្ការសាច់ឬក៏ទំនិញប្រចាំថ្ងៃវិញម្ដងរួមមានទី1មួយនាឡិមានទម្ងន់ប្រហែល600ក្រាមដែលដូនតាខ្មែរយើងប្រើកំប៉ុងទឹកដោះគោមកធ្វើជាខ្នាតវាស់នាឡិមួយចង្កាត់ស្មើនឹង2នាឡិប្រហែល 1.2 គីឡូក្រាមទី3ខ្នាតធំសម្រាប់កសិផលគណៈពេលដែលបងប្អូនទេសនាអាចនឹងធ្លាប់ឮពាក្យទាំងនេះចំពោះខ្នាតទម្ងន់ធំសម្រាប់ថ្លឹងដំណាំឬក៏កសិផលរួមមានទី1ភាស្មើនឹង50នាឡិប្រហែលជា3គីឡូក្រាមហាប់ស្មើនឹង1ហាប់ស្មើនឹង100នាឡិឬក៏ទម្ងន់ប្រហែលជា60គីឡូក្រាមការស្វែងយល់ពីខ្នាតរង្វាស់ទាំងនេះមិនត្រឹមតែជួយឲ្យយើងស្គាល់ពីប្រវត្តិសាស្ត្រនោះទេតែថែមទាំងជួយថែរក្សាកេរដំណែលអក្សរសាស្ត្រខ្មែរយើងផងដែរប្រសិនបើបងប្អូនពេញចិត្តវីដេអូចំណេះដឹងបែបនេះសូមកុំភ្លេចចុច Follow Like និង Share ដើម្បីជាកម្លាំងចិត្តដល់រូបខ្ញុំបានក្នុងការធ្វើវីដេអូបន្ទាប់សូមអរគុណសូមជម្រាបលា